បន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាអំពីការប្រើរូបមន្ត lookup ដើម្បីទាញយកទៅទិន្នន័យរួចហើយអញ្ចឹងពេលនេះយើងនឹងរៀនអំពី protection ម្ដង protection យើងប្រើដើម្បីការពារការបាត់បង់ទិន្នន័យដោយការលុបឬក៏កែអញ្ចឹង protection យើងអាច protect បានច្រើនប៉ុន្តែពេលនេះយើងសូមលើកយកតែ2គឺ protect sheet ហើយនិង protect cell protect sheet យើងប្រើដើម្បីការពារការកែឬក៏លុបទិន្នន័យក្នុងសៀវភៅបញ្ជី protect cell យើងប្រើដើម្បីការពារការកែឬក៏លុបទិន្នន័យក្នុងកាឡាយោងវិញដើម្បីដាក់ protect sheet គេត្រូវឈរលើសៀវភៅបញ្ជីដែលគេចង់ការពារហើយចូលទៅកាន់ review ហើយចុចលើ protect sheet វាយលេខសម្ងាត់រួចចុច OK តោះយើងចាប់ផ្ដើមអនុវត្តចឹងអនុវត្តឧទាហរណ៍ដូចជាសញ្ញាបត្រនេះអញ្ចឹងសញ្ញាបត្រពេលដែលយើងធ្វើហើយយើងមិនចង់ឲ្យគេមានការកែប្រែអីទេមានន័យថាលទ្ធផលចេញបែបណាគឺបែបហ្នឹងប្រើជារៀងរហូតដើម្បី protect sheet អ្នកទាំងអស់គ្នាត្រូវ select អញ្ចឹងក្នុងនេះខ្ញុំចង់ការពារសៀវភៅបញ្ជីទាំងអស់ខ្ញុំគ្រាន់តែចុច review ហើយខ្ញុំយក protect sheet បន្តមកខ្ញុំ take select lock cell មកហើយខ្ញុំដាក់ password 1 2 3អូខេដាក់ម្ដងទៀត1 2 3អូខេមកចឹងពេលនេះយើងសាកវាយទិន្នន័យបើយើងវាយអត់បានទេត្រង់ណាក៏យើងវាយមិនបានដែរបន្ទាប់ពីអ្នកទាំងអស់គ្នាបានឃើញពីលក្ខណៈរបស់ protect sheet ហើយពេលនេះយើងចាប់ផ្ដើមអនុវត្តនៅវិធីដាក់ protect cell ម្ដងដើម្បីដាក់ protect cell គេជ្រើសរើសកាឡាដែលគេមិនចង់ការពារហើយចុច Control ស្ដាំយក format cell ចុចលើ protection រួចចុចដក tick ត្រង់ lock ចេញហើយចុច OK បន្ទាប់មកយើងចូលទៅកាន់ review ចុចលើ protect sheet ហើយវាលេខសម្ងាត់រួចចុច OK តោះយើងចាប់ផ្ដើមអនុវត្តអញ្ចឹងពេលនេះយើងចាប់ផ្ដើមអនុវត្តឧទាហរណ៍គេមានបញ្ជីសញ្ញាបត្រនេះហើយបន្ទាប់មកគេអត់ចង់ឲ្យមានការកែប្រែទិន្នន័យនេះជាលក្ខណៈអីផ្សេងទេមានន័យថាគេយកមកបែបណាគឺបែបហ្នឹងអញ្ចឹងប៉ុន្តែគេទុកមួយបន្លោះគេទុកកន្លែងអត្តលេខនេះដើម្បីវាចូលហើយឲ្យវាទាញយកទិន្នន័យមកពេលដែលយើងវាយទិន្នន័យមកឲ្យវាបង្ហាញអញ្ចឹងដើម្បី protect cell យើងត្រូវ select កន្លែងណាដែលយើងអត់ចង់ការពារអញ្ចឹងកន្លែងនេះបន្ទាប់មកយើងចូលទៅកាន់ format cell ហើយចូល home មកយើងចុចឆ្នុចកន្លែង number នេះតោះមកយើងយក protection ហើយយើងដោះ lock ចេញពេលនេះយើងអត់ការពារវាទេអូខេអូខេហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចូលទៅ review ហើយយក protect sheet បាទដាក់ password មកដាក់លេខកូដមក1 2 3 1 2 3អូខេចឹងពេលនេះអ្នកទាំងអស់គ្នាមិនអាចកែប្រែទិន្នន័យណាមួយបានទេប៉ុន្តែកន្លែង ID នេះអ្នកទាំងអស់គ្នាអាចកែបាន